ភាសាវិទ្យានោះអីគេស្គាល់ភាសាវិទ្យាមែនចាពួកយើងប្រាប់អេម្នេះភាសាវិទ្យាគឺជាវិទ្យាសាស្ត្រសិក្សាអំពីភាសាមនុស្សហើយនៅទីនេះផងដែរគឺយើងសិក្សាផ្ដោតទៅលើភាសាខ្មែរមិនថាភាសាខ្មែរតាំងពីសម័យបុរាណសម័យកណ្ដាលឬក៏សម័យបច្ចុប្បន្នទេហើយសម័យឥឡូវហ្នឹងបើសិនជាយើងអត់ចេះភាសាបរទេសក៏ពិបាកដែរមែនអត់ភាសាវិទ្យាបានមកបញ្ចូលជាមួយនឹងភាសាបរទេសទូទៅរយៈពេល3ឆ្នាំឆ្នាំទី3Department ភាសាវិទ្យានឹងមានកម្មវិធីសិក្សាចុះទៅបរិញ្ញាបត្របរទេសនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្របង្រៀនហើយបើសិនជាអ្នកទាំងអស់គ្នាចង់ហាត់ការងារយកបទពិសោធន៍ទៀតភាសាវិទ្យាក៏មានដែរ Department ភាសាវិទ្យានៅពេលដែលយើងសិក្សាទៅដល់ឆ្នាំទី4គឺ Department តម្រូវឲ្យអ្នកទាំងអស់គ្នាចុះហាត់ការទៅតាមស្ថាប័ននានាដែលអ្នកទាំងអស់គ្នាពេញចិត្តអូបងចង់នៅពេលដែលខ្ញុំរៀនចប់ទៅខ្ញុំអាចធ្វើអីបានខ្លះហើយនិស្សិតភាសាវិទ្យានៅពេលដែលពួកគាត់បានបញ្ចប់ថ្នាក់បញ្ញាបត្រទៅសម្រាប់ឱកាសការងារសម្រាប់ពួកគាត់គឺបច្ចុប្បន្នច្រើនខ្លាំងមែនតើដែលពួកយើងនៅស្មានដល់ទី1គឺពួកគាត់អាចខ្លាយទៅជាគ្រូបង្រៀននៅតាមសាលានានាពួកគាត់ក៏អាចខ្លាយទៅជាអ្នកបកប្រែអត្ថបទឬក៏រៀបរៀងអត្ថបទដោយបកប្រែពីភាសាអង់គ្លេសទៅជាភាសាខ្មែរឬក៏ពីភាសាខ្មែរមកជាភាសាអង់គ្លេសបានយ៉ាងល្អប្រសើរអ្វីដែលកាន់តែពិសេសពួកគាត់ក៏អាចខ្លាយទៅជាអ្នករួមចំណែកមួយនៅក្នុងការរៀបរៀងវចនានុក្រមខ្មែរបានផងដែរមិនតែប៉ុណ្ណោះពួកគាត់ក៏អាចខ្លាយទៅជាអ្នកសារព័ត៌មានឬក៏វិធីកនិងវិធីការនីម្យ៉ាងពួកគាត់ក៏អាចខ្លាយទៅជាអ្នករៀបរៀងលិខិតរដ្ឋបាលនៅក្នុងស្ថាប័នបានផងដែរវ៉ាវភាសាវិទ្យាពិតជាគួរឲ្យចាប់អារម្មណ៍មែនតើអញ្ចឹងសម្រាប់អ្នកដែលរកជំនាញដែលខ្លួនឯងចង់រៀនអត់ទាន់ឃើញអាចពិចារណាមកលើភាសាវិទ្យាយើងបាន